អាយដាមហ៊ុនម៉ាណីអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកានៅឃុំកោះសដិនស្រុកកោះសដិនអាយដាមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី11ខែមីនាឆ្នាំ2025នេះអមដំណើរដោយអាយដាមអ៊ុនច័ន្ទដាអភិបាលខេត្តកំពង់ចាមរួមទាំងប្រធានអនុប្រធាននិងថ្នាក់ដឹកនាំសសយកថ្នាក់ខេត្តបានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាសសយកឃុំកោះសដិនស្រុកកោះសដិនខេត្តកំពង់ចាមស្ថិតក្នុងឱកាសនោះអាយដាមហ៊ុនម៉ាណីបានកោតសរសើរនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាជិកសមាជិកាសសយកគ្រប់លំដាប់ថ្នាក់ក្នុងការស្ម័គ្រចិត្តខិតខំប្រឹងប្រែងសហការរួមគ្នាជាធ្លុងមួយក្រោមឆន្ទៈចូលរួមកិច្ចការងារសង្គមទាំងការជួបជុំសប្បាយរីករាយនិងការជួយជ្រោមជ្រែងក្នុងកិច្ចការងារផ្សេងៗដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាជាពិសេសការរួមចំណែកសម្រួលបន្ទុករាជរដ្ឋាភិបាលក្នុងវិបត្តិ COVID-19 នាពេលកន្លងមកបន្ទាប់ពីមតិសំណេះសំណាលលោកប្រធាននិងសមាជិកសមាជិកាទាំងអស់បានអញ្ជើញទស្សនានិងចូលរួមភ្លក្សរសជាតិនៅដំណាំផ្លែឈើពិសេសដំណាំផ្លែពោតដូចជាពោតស្ងោរពោតដុតពោតអាំងពោតចៀនបង្អែមពោតជាដើមដែលបង្កើតនូវបរិយាកាសនិងអនុស្សាវរីយ៍សប្បាយរីករាយជាមួយគ្រួសារសមាជិកសមាជិកាសសយកឃុំកោះសដិនស្រុកកោះសដិនខេត្តកំពង់ចាមខ្ញុំបាទច័ន្ទរាពី Love Cambodia Hot News TV